ហើយវសន្តរដូវរដូវភ្លៀងរដូវវស្សាសរុបលទ្ធផលខែចូលឆ្នាំមួយខែភ្ជុំបិណ្ឌមួយអាហ្នឹងគឺខែដែលម៉ែឪនឹកកូនជាងគេម៉ែឪកូនទៅនៅធ្វើការឆ្ងាយយ៉ាងណាក៏ដោយឲ្យតែចិត្តចូលឆ្នាំហើយចិត្តភ្ជុំបិណ្ឌឬស្នូឡានបើកាត់មុខផ្ទះសម័យសម័យកូនអញមកហើយយ៉ាងកូនអញមកហើយដូច្នេះម៉ែឪតែងតែនឹកកូនជាងគេខែចូលឆ្នាំនិងខែភ្ជុំបិណ្ឌបានជាចាស់ថាហែមន់វសន្តរដូវហែមន្តរដូវវសន្តរដូវហើយយូរទៅវាคล้ายឮតែខែមន់សន្តរដូវរហូតណាញោមណាកូនចៅនឹកឃើញឥឡូវធ្វើបុណ្យហើយថ្ងៃនេះមានដើមដំបូងគឺថាដើម្បីបានជាកូនល្អធ្វើបុណ្យជូនមេត្តាបិតានេះព្រះអង្គមិនមែនសំដែងតែឲ្យលះបង់រហូតទេហើយអាត្មាក៏មិនមែនសំដែងថាឲ្យញោមញាតគិតតែលះកិលេសលះបង់រហូតដែរគឺមានសំដែងឲ្យប្រមូលដែរតែញោមកហបតីទាំងឡាយចូលទទួលសួរព្រះអង្គថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គជាខរាវាមានប្តីមានប្រពន្ធមានកូនមានមុខលបអញ្ចឹងចង់គោរពបប្រតិបត្តិសាសនាហើយតើមានសេចក្តីសុខសម្រាប់ពួកខ្ញុំព្រះអង្គនឹងយ៉ាងណាដែរទៅព្រះអង្គបានព្រះអង្គសម្ដែងប្រាប់ចំពោះកហបតីទាំងឡាយថាចតារេមានិកហបតយោកហិសុខានិអធិសុខੰភូកៈសុខੰអនណៈសុខੰអនវជ្ជៈសុខੰថាសេចក្តីសុខរបស់ក្រហោះអ្នកនៅគ្រប់គ្រងផ្ទះក៏ទៅមាន4ទី1អធិសុខសុខព្រោះមានលុយព្រោះមានទ្រព្យនិយាយដល់ខ្លីមានលុយសម័យឥឡូវនេះតើអត់លុយទៅខ្សាមនឹងបានអីទិញទេដូច្នេះតើមានលុយថ្លៃទឹកថ្លៃភ្លើងថ្លៃទូរស័ព្ទខ្យល់ក៏គេដាក់ច្រកលក់ដែរឥឡូវឃើញគេច្រកដាក់ពេញពេទ្យប៉ោងលក់លាន់ច្រកដាក់ពវៀនកង់ពវៀនឡានដូច្នេះហើយទី2បរិភោគៈសុខពីព្រោះបានចាយលុយគេថាទុកស្រីប្តីកាន់លុយទុកប្តីស្រីកាន់លុយវិញហើយបើបានលុយហើយចាយទៅឆ្លោះគ្នាក៏មិនសុខដែរអត់បានចាយទី3អនណៈសុខពីព្រោះការងារមិនជាពាក់បំណុលគេទី4អនវជ្ជៈសុខព្រោះការងារនឹងមិនខុសច្បាប់អញ្ចឹងមានន័យថាព្រះពុទ្ធលោកសំដែងធម៌ជំរាលតាមនិស័យអ្នកណាបួសព្រះអង្គសំដែងតាមបែបអ្នកបួសលះបង់កិលេសអ្នកណាជាប់សិល5ចាំសិល8ព្រះអង្គសំដែងតាមបែបអ្នកសិល5សិល8ដល់តែអ្នកណាជាប់ឪពុកម្ដាយប្តីប្រពន្ធកូនចៅផ្ទះសម្បែងព្រះអង្គសំដែងតាមបែបខរាវាព្រះអង្គថាដើម្បីឲ្យបានសេចក្តីសុខដល់ខ្លួនតតែកូននឹងឯងត្រូវតែសម្លឹងទៅមើលទិដ្ឋធម្មិកដ្ឋប្រយោជន៍សិនទី1ឧទ្ធានសម្បទាឲ្យប្រឹងរកទ្រព្យសម្បត្តិឲ្យហើយកុំអាងថាក្តៅពេកត្រជាក់ពេកខ្ជិលពេកល្ងាពេកអត់ទេតនកម្លាំងនៅមានរកឲ្យហើយតែចាស់ទៅរកអីលែងបានអាទ្រព្យនឹងវាទុកចាយទី2អរិយកសម្បទារកបានហើយកុំដៃទៅលាយដើរប៉ាវគេពេកយើងមានលុយចេះតែប៉ាវគេដល់តែយើងអត់គេងាយប៉ាវឲ្យយើងទេអញ្ចឹងឲ្យថែអាសាទ្រព្យវាដឹងរបស់ណាបាត់របស់ណាគង់ទី3កល្យាណមិត្តតាប្រយ័ត្នសែបគប់មិត្តខុសគេនាំទៅលេងកាស៊ីណូបង្ហើយ KTV បង្ហើយបើដូច្នេះហើយសែបគប់អ្នកចំនួនគេបបួលយើងចំនួនបកើនទ្រព្យសម្បត្តិសែបគប់អ្នកល្អដឹកនាំយើងធ្វើល្អកល្យាណមិត្តតាហើយសមៈជីវិតាចិញ្ចឹមជីវិតឲ្យមានខ្ទង់ចំណាយច្បាស់លាស់នេះធម៌4នេះណាញោមបទេសសេដ្ឋកិច្ចរីកចម្រើនធំលើពិភពលោកគេមិនមែនកាន់ពុទ្ធសាសនាទេប៉ុន្តែអ្វីដែលគេកំពុងធ្វើនឹងអនុវត្តដូចធម៌ទាំង4ហ្នឹងអាមេរិកក៏ដោយបារាំងក៏ដោយអូស្ត្រាលីក៏ដោយកាណាដាក៏ដោយស្វីសក៏ដោយយើងទៅសិក្សាមើលការដឹកនាំសេដ្ឋកិច្ចគេឧទ្ធានសម្បទាគេប្រឹងរកទ្រព្យអរិយកសម្បទាគេថែរក្សាទ្រព្យកល្យាណមិត្តតាគេដើរសែបគប់ប្រទេសណាអ្នកចំនួនណាអ្នកវិនិយោគណាធំហើយសមៈជីវិតាអូគេមានខ្ទង់ចំណាយចំណូលច្បាស់លាស់អញ្ចឹងគេមិនកាន់ពុទ្ធសាសនាទេប៉ុន្តែគេអនុវត្តដូចច្បាប់ព្រះយើងរីឯយើងវិញកាន់ពុទ្ធសាសនាប៉ុន្តែយុទ្ធជួនកាលថ្ងៃបុណ្យកំណើតព្រះយើងមិនទាំងដឹងផងអត់អនុវត្តតាមទេព្រះអង្គឲ្យកាន់សិល5មិននឹងកាន់ផងបើដូច្នេះហើយយើងអ្នកថាអ្នកកាន់ពុទ្ធសាសនាប៉ុន្តែយើងមិនសូវធ្វើតាមប្រមាណទេប្រទេសគេមិនកាន់សាសនាប៉ុន្តែគេធ្វើដូចសាសនាបើអញ្ចឹងឈប់ចោតប្រកាន់ថាកាន់សាសនាពុទ្ធនាំឲ្យក្រទៅប្រទេសគេអ្នកមានគេធ្វើដូចសាសនាព្រះនឹងឯងសមៈជីវិតាចិញ្ចឹមជីវិតក្នុងសាសនាលោកថាយ៉ាងហោចណាស់បែងចែកជា4ផ្នែក
និយាយអញ្ចឹងញោមញាតស្រុកហ្នឹងអត់មានជាពាក់បំណុលគេទេណាញោមណាអត់មានទេស្រួលឡាព្រះអង្គថាឲ្យបែងចែកជា4ផ្នែកមួយផ្នែកសងបំណុលចាស់មួយផ្នែកបលបំណុលថ្មីហើយមួយផ្នែកទៀតបោះចុះក្នុងកប់ទុកក្នុងដីមួយផ្នែកបោះចុះក្នុងជ្រោះជ្រៅបលបំណុលសងបំណុលចាស់បានដល់បែងមួយផ្នែកមកចិញ្ចឹមម៉ែចិញ្ចឹមឪគាត់ចាស់នេះរួចបលបំណុលថ្មីបានដល់ចិញ្ចឹមកូនដែលគ្នាកើតមកគ្នាអត់ទាន់មានមុខលបទេទាំងកូនស្របច្បាប់ក៏ដោយទាំងកូនលួចលាក់ក៏ដោយក៏លួចផ្ញើលុយឲ្យចិញ្ចឹមគ្នាដែរព្រោះគ្នាកើតមកវាអត់ទាន់មានមុខលបអីហើយមួយទៀតបោះចុះក្នុងជ្រោះជ្រៅមានជ្រោះមួយជ្រៅជាងជ្រោះពេជ្រនិលទៀតបោះមួយថ្ងៃ3ដងប៉ោងតែមួយផ្លែតបាត់ទៅវិញអានឹងជ្រោះមាត់និយាយពីបំពេញអូយបំពេញតាំងពីកើតមកទល់ថ្ងៃនេះមួយថ្ងៃ3ដងប៉ោងតែមួយផ្លែតស្វិតទៅវិញអស់អានឹងតំណងតែមានផ្លូវចេញទៅឯណាទេបានដាក់មិនចេះពេញសោះអញ្ចឹងបានដល់ការចាយវាយខ្លួនឯងឯទី4បានដល់ការធ្វើបុណ្យសន្តានរួមចំណែកកសាងផ្សេងក្នុងសហគមន៍ញោមមកញោមខ្លះលូថាអញមិនទាន់ដឹងអីផងសបុតការត្រឹមជង្គង់ទៀតហើយអញអើយសបុតបុណ្យត្រឹមជង្គង់ទៀតហើយតែអត់លុយបានអីទៅចូលបើអញ្ចឹងបែងមួយផ្នែកទុកសម្រាប់ធ្វើបុណ្យធ្វើទានអញ្ចឹងយ៉ាងហោចបែងជា4ផ្នែកបានយើងធ្វើបុណ្យនេះកើតញោមញាតហើយឥឡូវកូនចៅដែលនឹកដល់គុណមេត្តាបិតាបានធ្វើបុណ្យចម្រើនបច្ចុប្បន្នបច្ច័យ4ជូនមេត្តាបិតាដំបូងគេអាត្មានឹកឃើញរឿងពឹស្ដាបន្តិចសិនដែលរឿងពឹស្ដាគឺនិមន្តព្រះសង្ឃសូត្រអភិធម្ម7គម្ពីរហេតុអីបានជានិមន្តព្រះសង្ឃសូត្រអភិធម្ម7គម្ពីរនេះជាកម្មវិធីបុណ្យដែលយើងគួរយកមកធ្វើថាយើងយកលំនាំតាមព្រះព្រះអង្គចង់សងគុណប្រមេត្តាបបៃតាមានន័យថាចង់សងគុណឪពុកម្ដាយយកមាសទៅសងក៏មិនកើតយកបាយទៅសងក៏មិនកើតហើយអាម៉េចបានមិនកើតព្រះអង្គបានសម្ដែងក្នុងសកិលកៈសូត្រថាភតោនេសង្ឃបរិសាមិទូនេតិកូនទី1ម៉ែឪធ្លាប់ចិញ្ចឹមយើងទីយើងចិញ្ចឹមគាត់វិញគាត់ចាស់ហើយទី2កិច្ចចាំងនេសង្ឃក្រេសសាមិបើគាត់មានកិច្ចរវល់កូនចៅមកជួយកិច្ចការងារគាត់ទី3ក៏លវាំងសាំងតបេសាមិពូជនឹងធ្លាប់កាន់ប្រពៃណីអាម៉េចកូនកាន់តាមទៅហើយទី4ទាយាជាងបដិបជាមិកុំចេះតែលក់ខ្ទេចលក់ខ្ទីគេអកគាត់ចែកឲ្យអីទុកជាអនុស្សាវរីយ៍ខ្លះផងអ្នកខ្លះគេថតគេព្រីនទាំងស្នាមជើងម៉ែឪគេទុកថ្វាយអង្គមទៀតណហើយនេះម៉ែឪនៅរស់ដល់ទី5មេត្តាបិតាស្លាប់ទៅលោកថាតេខេណាំងអនុបទេសសាមិឲ្យកូនចៅធ្វើបុណ្យឧទ្ទិសទៅឲ្យនេះទួនាទីសម្រាប់កូនប៉ុន្តែបើជូនបាយជូនទឹកនំចំណីត្រីសាច់សពុតសៅអាវស្បៃបច្ច័យលុយកាក់ប្រាក់កាសមកប៉ុណ្ណេះគួរជាបាច់អស់អញរំកិញចិត្តមកប៉ុណ្ណេះគេថាមិនតាន់ហៅសងគុណទេហៅត្រឹមតបគុណទេហើយអាម៉េចបានជាហៅត្រឹមតបគុណខ្លាចក្រែងគាត់បានឆ្អែតបានឆ្ងាញ់តែប្រមាណថ្ងៃស្រាប់តែស្លាប់ពីនេះទៅនរកប្រែតអស់កាលយូរបើអញ្ចឹងចង់សងគុណធ្វើម៉េចបានប្រពុតថាយោចៈខោភិក្ខវេមេតាបិតរោអសទ្ធិសទ្ធិសម្បតិយសមាតបេតេនិវាសេតេបតថាបេតេដូច្នេះជាដើមថាមនាលភិក្ខុទាំងឡាយមេត្តាបិតាណាពុំតាន់មានសទ្ធាដឹកនាំគាត់ឲ្យមានសទ្ធាមេត្តាបិតាណាពុំតាន់មានសិលធ្វើឲ្យគាត់មានសិលមេត្តាបិតាណាពុំតាន់មានចក្ខៈធ្វើឲ្យគាត់មានចក្ខៈមេត្តាបិតាណាពុំតាន់មានបញ្ញាធ្វើឲ្យមានបញ្ញាឡើងនេះបានគេហៅសងគុណមានន័យខុសគ្នាហ្មងមានន័យថាតបគុណហូបតែ2 3ថ្ងៃហ្នឹងស្លាប់ទៅអាចទៅនរកទៅប្រែតប៉ុន្តែបើសងគុណនេះឲ្យគាត់បានហូបរាល់ជាតិតែម្ដងគាត់លែងទៅនរកគាត់លែងទៅប្រែតហ្នឹងគឺញ៉ាំងគាត់ឲ្យចេះធ្វើបន់ដោយពាក្យខ្មែរយើងថាបង្រៀនកូនឲ្យចេះដាំបាយទៅតែកូនចេះដាំយើងមិនបាច់ទៅដាំបាយឲ្យទេវាគ្រាន់បើជាងដាំបាយឲ្យកូនហូបអ្នកខ្លះថាបង្រៀនកូនឲ្យចេះស្ទូចត្រីទៅគ្រាន់បើជាងទៅស្ទូចត្រីឲ្យកូនចេះយ៉ាងណាមិញបង្រៀនឪពុកម្ដាយឲ្យគាត់បានហូបរាល់ជាតិតែម្ដងទៅគ្រាន់បើជាងហូបតែ2 3ថ្ងៃបានគេហៅថាសងគុណបើដូច្នេះព្រះអង្គមិនយកបាយមិនយកសឡទៅសងទេព្រះអង្គត្រូវទៅប្រោសញ៉ាំងមេត្តាបិតាឲ្យមានសទ្ធាសីលៈចក្ខៈបញ្ញាអញ្ចឹងទៅសម្ដែងធម៌វស្សាទី7ពមេត្តាកើតជាទេវបុត្រនៅឯដោះសិតឯណោ
ចឹងព្រះអង្គទៅសម្ដែងត្រឹមតាវតឹងសម្ដែងធម៌ឲ្យស្ដាប់យកវិន័យទៅសម្ដែងក៏មិនកើតយកប្រសូតទៅក៏មិនសមព្រះអង្គសម្ដែងអភិធម្ម7គម្ពីរឲ្យព្រះមេត្តាស្ដាប់ហើយព្រះមេត្តានៅឯដោះសិតហោះចុះមកតាវតឹងកន្លែងតាវតឹងជាកន្លែងប្រអិនជាកន្លែងទលាយបានទេវតាស្ដាប់ច្រើនមួយយ៉ាងឲ្យព្រះមេត្តាគោរពធម៌ចុះមកហោះមកអង្គុយជើងបានបនម៉ាណនអ្នកណាដើរពីផ្ទះមកជំហានបានបនម៉ាណនមកស្ដាប់ធម៌ហ្នឹងណាញោមណាអភិធម្មហ្នឹងណាហើយអ្នកណាជិះកង់ជិះម៉ូតូវិលមកជុំបានបនម៉ាណនឲ្យតែស្ដាប់ដោយគោរពសំបីសัตว์កែបសំបីសัตว์មៀមសំបីសัตว์ពស់ថ្លាន់ក៏គេស្ដាប់ធម៌បានឋានសួគ៌ដែរបានលោកនិយាយអំពីសัตว์បជាវទាំង500កំពុងតែស្រែកជ្រៅច្រាវរួចលោក2អង្គសូត្រធម៌អភិធម្មបជាវមេគេគាត់ថាណែឈប់ឲ្យស្ងៀមស្ដាប់លោកសូត្រធម៌អុយមិនទៅមាត់អញ្ចឹងទៅស្រែកអញ្ចឹងបាបកើតជាមនុស្សគោហើយជាមនុស្សថ្លង់យើងនិយាយប្រឡប់គេមិនឲ្យគេស្ដាប់បានហ្នឹងកម្មពៀកើតជាមនុស្សគោគេលែងឲ្យនិយាយហើយគេនិយាយឲ្យស្ដាប់ឯងមិនស្ដាប់កើតជាថ្លង់ហើយបជាវទាំង500ហ្នឹងនាំគ្នាស្ដាប់ឲ្យត្រឹងអត់ហ៊ានមាត់ទេមិនដឹងមានន័យថាម៉េចទេដឹងធរចេះតែគោរពទៅបជាវទាំង500ស្លាប់ទៅកើតជាទេវបុត្រឯឋានសួគ៌ទាំងអស់ដល់សម័យព្រះចុះមកកើតជាមនុស្សបានបួសទាំងអស់គ្នាคล้ายជាកូនសិស្សព្រះសារីបុត្រព្រះអង្គសម្ដែងធម៌ប្រោសព្រះមេត្តាចុះមកយកអរុណមកបិណ្ឌបាតសម្ដែងបង្រៀនប្រាប់សារីបុត្រក៏សម្ដែងបង្រៀនដល់កូនសិស្សទាំង500ហ្នឹងឥឡូវចេះអភិធម្មមុនគេហើយសម្រេចធម៌និព្វានអស់ហលីងយកមើលសត្វបជាវសោះបានតិចទៅជាងមនុស្សស្ដាប់ធម៌បាននិព្វាននៃលាន់អញ្ចឹងបានយើងឃើញថាព្រះអង្គទៅសម្ដែងធម៌ប្រោសព្រះមេត្តានៅវស្សាទី7ហើយសម្ដែងអភិធម្មឲ្យព្រះមេត្តាស្ដាប់អញ្ចឹងយើងអញ្ចឹងដែរបើចង់សងគុណព្រះមេត្តាចង់សម្ដែងអភិធម្មឲ្យម្ដាយស្ដាប់ដល់តែយើងមិនចេះសម្ដែងបានកម្មវិធីបុណ្យគេនិមន្តប្រសង់មកសូត្រដាពឹស្ដា7មេហ្នឹងណាញោមណាពាក្យថាដាពឹស្ដា7មេហ្នឹងគឺសូត្រអភិធម្ម7គម្ពីរហ្នឹងហើយអញ្ចឹងយើងមាននៅថ្ងៃស្អែកមិនអញ្ចឹងណាញោមណាហើយមួយទៀតនិយាយពីអ្នកខ្លះធ្វើបុណ្យតាពឹស្ដាហ្នឹងឧទ្ទិសកុសលដល់អ្នកដែលស្លាប់ទៅក៏មានដែរវាមានរឿងនិទានប្តីប្រពន្ធហ្នឹង2នាក់ប្តីហ្នឹងប្រុសប្រពន្ធហ្នឹងស្រីហើយរៀបការជាមួយគ្នាហើយក៏ស្រាប់តែคล้ายទៅជាប្តីប្រពន្ធអូតូម៉ាទិកតែម្ដងហើយចឹងទៅប្តីទៅរកស៊ីប្រពន្ធនៅចាំផ្ទះគេត្រឡប់មកវិញគេសប្បាយជួបគ្នានងគេទៅងូតទឹកស្រះបាចទឹកច្រៀងសាសងគ្នាប្រពន្ធហ្នឹងគេលឹបងើបគេអាប់មាត់គេនៅក្បែរទឹកហ្នឹងគេច្រៀងហើយប្តីស្ដាប់មើលទៅមើលប្រពន្ធអញច្រៀងអាប់ទឹកចឹងសលេងដូចហេងសលេងប្រពន្ធអញដូចហេងស្រាប់តែខ្យល់កប្តីហ្នឹងស្លាប់ទៅអារម្មណ៍គាត់ថាហេងគាត់កើតជាកូនហេងនៅហ្នឹងទៅប្រពន្ធឯណោះយំសោកសំណោះប្តីបាត់ពីដើមទ្រូងទៅហើយប្តីជាទីស្រឡាញ់ក៏នឹកឃើញស្វាងយំទៅសួរព្រះអរិយបុគ្គលទាំងឡាយមានព្រះសិរីបុត្រជាដើមថាលោកម្ចាស់ហើយប្តីខ្ញុំស្លាប់ទៅកើតឯណាព្រះសិរីបុត្រជាដើមហ្នឹងលោកថានាងប្តីរបស់នាងរៀបស្លាប់ទៅហ្នឹងគ្នាមានអារម្មណ៍ថាសំឡេងនាងដូចហេងឥឡូវហ្នឹងគ្នាកើតជាកូនហេងនៅមាត់ស្រះហ្នឹងហើយបើនាងមិនជឿទេតោះទៅមើលនាំគ្នាមកមើលទៅស្រាប់តែហេងហ្នឹងវាស្គាល់ប្រពន្ធវាលួចតោងខ្នងជើងប្រពន្ធវានាងនឹងយំសោកស្ដាយបានលោកប្រាប់ថានាងកុំយំអីហេងហ្នឹងរស់អត់យូរទេបន្តិចទៀតស្លាប់ហើយបើនាងពិតជាស្រឡាញ់ប្តីមែននាងធ្វើបុណ្យឧទ្ទិសទៅឲ្យទៅប្តីនាងនឹងទទួលបានទៅកើតជាមនុស្សវិញភ្លាមឬទៅកើតជាទេវតាផ្លែតនាងត្រឡប់មកផ្ទះវិញមិនដឹងធ្វើម៉េចដើរទិញរបស់របរធ្វើបុណ្យបែកកំណត់ធ្វើបុណ្យដាពឹស្ដាទៅហ្មងនិមន្តប្រសង់មកសូត្រអភិធម្ម7គម្ពីរដើម្បីស្ដាប់ហើយឯមានរៀបបាយបិណ្ឌបាយបាត់ត្បូអីចឹងទៅដល់តែចប់ទៅញើមកឧទ្ទិសកុសលទៅឲ្យប្តីហ្នឹងពេលដែលអស់អាយុពីហ៊ីងហ្នឹងទទួលយកផលបុណ្យទៅសោយសម្បត្តិទៅកើតជាទេវបុត្រនៅឋានសួគ៌នាងប្រពន្ធនេះរសាសិល5ចាំសិល8ធ្វើបុណ្យញយទៅស្រាប់តែស្លាប់ទៅកើតឋានសួគ៌ជួបគ្នាជាប្តីប្រពន្ធនៅសុខសប្បាយមកអាយុនៅឯក្នុងទៀតទៅណាញោមណាចឹងបានមានបុណ្យពឹស្ដាខ្លះគេធ្វើឧទ្ទិសជូនដល់អ្នកស្លាប់ដែរនេះគឺញ៉ាំងមេត្តាឲ្យបានស្ដាប់ធម៌ឲ្យមានបញ្ញាឲ្យយល់ហើយចំណែកព្រះអង្គទៅប្រោសប្របីដាឯនោះវិញព្រះអង្គចង់ឲ្យបៃតាចេះធ្វើទានព្រះអង្គទៅបិណ្ឌបាតប្របីតាខ្ញាល់ហ្មងហេ
ហើយកូនស្ដាច់ចាក់កពតប៉ុណ្ណាណីទៅដល់សុំទានអ្នកស្រុកធ្វើអញ្ចឹងទម្លាក់កិត្តិយសឪមើលតែប្របីដាហ្នឹងចាំកូនមួយមិនរស់ទៅដល់សុំទានអ្នកស្រុកខ្ញាល់ហ្មងបានប្រពុតលោកបំភ្លឺថាមិនមែនទម្លាក់កិត្តិយសព្រះអង្គទេនិស័យអ្នកបួសបណ្ឌយាលោកប្រភោជនាំងលេសាយបបជាតតតេយីវជីវាំងឧស្សាហោករណីយោអ្នកបួសហើយត្រូវតែអាស្រ័យចង្ហាន់បិណ្ឌបាតអញ្ចឹងដើរដោយកម្លាំងស្មងដើរបិណ្ឌហើយការដើរបិណ្ឌបាតនេះប្រោសត្វមានន័យថាអ្នកខ្លះគ្នាមានសទ្ធានៅខ្លួនចង់ធ្វើបន់ដែរប៉ុន្តែអត់មានឱកាសដូចយើងឥឡូវហ្នឹងអត់មានឱកាសជួលមីក្រូជួលរោងចេះតែចង់ធ្វើបន់ស្រាប់តែអត់ទាន់បានធ្វើស្លាប់បង្ហើយទៅហើយបើបានលោកមកដល់បដាទៅដាក់បាក់ចង្ហាន់លោកបដាទៅបានសុំបន់ទុកបដាហើយស្លាប់ថ្ងៃណាក៏អត់ភ័យអាហ្នឹងប្រោសត្វហើយមួយទៀតអ្នកខ្លះមានជីដូនជីតាពុកម្ដាយស្លាប់ទៅគ្នាចង់ធ្វើបន់នៅទិសទៅឲ្យប៉ុន្តែអត់ទាន់មានពេលប្រសងក៏នៅឆ្ងាយហើយចឹងទៅអត់បានធ្វើរោងធ្វើអីហើយបើបានលោកមកដល់ផ្ទះហើយដាក់មកវែងទៅអត់ទិសទៅដល់ខ្មោចឪពុកខ្មោចម្ដាយដូនតាគេបានតែបើអញ្ចឹងបានលោកត្រូវទៅអនុគ្រោះដល់អ្នកទាំងនោះគេហៅថាប្រោសាទចឹងទៅសធោទនៈស្ដាប់យល់ទៅជ្រះថ្លាចេះដាក់បាតខ្លួនឯងទៅហ្មងមិនខឹងខ្ញាល់ឥឡូវដាក់បាតគេដែរដើម្បីឧទ្ទិសកុសលបានលោកថាបត្តពោរានុភាវេអ្នកមេត្តាបេតាប្រមុញ្ញរេហេតុនោះបានជាមេត្តាបៃតារមែងរួចចាក់ទីដថោទៀបដោយអនុភាពនៃបាយដែលគេដាក់ក្នុងបាតអញ្ចឹងគោលបំណងទៅប្រោសបបៃតាក្រៅពីសម្ដែងធម៌ទៅញ៉ាំងបបៃតាឲ្យមានសទ្ធាមានសីលៈមានចក្ខៈណាញោមណានិងមានបញ្ញាឥឡូវយើងអញ្ចឹងដែរទិញរបស់របរបច្ច័យ4ធ្វើបុណ្យបច្ច័យ4ជូនឪពុកម្ដាយហើយធ្វើបុណ្យបច្ច័យ4ហ្នឹងប្រយ័ត្នអញ្ចេះប្រយ័ត្នតែបច្ច័យ4ឲ្យកក្រឹករួមប្រប៉ុណ្ណានៃមានអកកេះអកកដងអកកំប៉ុងអកដបអកកានៅកក្រឹកកក្រែងរបស់ដឹកសិតរាប់ឡានស្រាប់តែសង្កសៈទេម៉ែដាក់លមកយុទ្ធវត្តអស់ហលីងម៉ែឪកទេលកចាស់អាដែលខ្នើយកចាស់អាដែលភួយកចាស់អាដែលអានឹងអត់កើតទេបើអញ្ចឹងបានលោកថាម៉េចលោកថាមេត្តាបៃតានេះមានគុណបំណាច់លើយើងខ្លាំងណាស់ណាញោមដូច្នេះយើងរស់តាំងពីដើមមកទល់ប៉ុណ្ណេះដោយសារណាដោយសារបច្ច័យ4របស់លោកញោមហើយរស់មកទល់ប៉ុណ្ណឹងដោយសារលោកមានការងារមានទ្រព្យសម្បត្តិមានលៀបមានយសមានស័ក្តិដោយសារមេត្តាបៃតាចឹងហើយកុំឲ្យភ្លេចញោមញាតិហើយបច្ច័យ4ធ្វើឲ្យត្រូវអញ្ចេះកូនចៅទិញរបស់របរមកប្រមាណជូនទៅគាត់ទាំងអស់ហើយមើលផងសពុតខោអាវរបស់របរប្រើប្រាស់ជូនទៅគាត់ទៅទុកឲ្យគាត់យកទៅទុកប្រើក៏ទុកទៅបើគាត់ចង់វេប្រគេនប្រសងវត្តណាស្រាញ់គាត់អានឹងកូនចៅជូនគាត់ដល់គាត់មានច្រើនគាត់ចេះចាក់កែមានន័យថាយើងញ៉ាំងគាត់ឲ្យចេះចាក់កែណាញោមណាពពុទ្ធលោកសំដែងថាយើងរស់រៀនមានជីវិតប៉ុណ្ណឹងដោយសារណាដោយសារមហាភូតរូបរបស់ម្ដាយឪពុកដោយសារបាយទឹកនំចំណីរបស់ម្ដាយឪពុកដែលខំចិញ្ចឹមបីបាច់ថែរក្សាឲ្យរស់ឲ្យរៀនឲ្យមានជីវិតមកមិនមែនកើតឡើងរស់តែឯងនោះទេព្រះអង្គឲ្យឈ្មោះទី1ថាសុហតិជាស្រីមានចិត្តល្អឪពុកមានចិត្តល្អដែលឲ្យកូនមកជ្រកកោនជាមួយបានម្ដាយនឹងឯងចិត្តល្អណាស់ឲ្យកូនមកជ្រកកោនជាមួយបានគាត់ធ្លាប់តែស្រុកសុកស្រួលសប្បាយឥឡូវគាត់សុខចិត្តបែងចែកខ្លួនរបស់គាត់ឲ្យកូនមកជ្រកនៅជាមួយបានចិត្តល្អលោកហៅថាតោហលនីជាស្រីចាញ់គួរញ័រលហិតលហៃតាំងពីកូនមកចាប់ផ្ទៃគាត់នឹងត្រូវការឃ្លានរបស់ហិលជូប្រៃគេខត់ថាកំហូបទាស់ដល់កូនគាត់ក៏សុខចិត្តអត់ដើរឃ្លានផ្ដេសផ្ដាស់ឃ្លានស្វាយឃ្លានមជូឃ្លានបំបែងពីងបំបែងក្អមឯណានោះទៅវិញចេះតែហូបទៅហើយភារៈនឹងឈឺអញាអញ័រជួនកាលរកចង្អោរកក្អួតអីក៏មានហើយដល់ភារៈធ្ងន់ធ្លាក់ទៅលើឪពុកទាំងអស់ម៉ែវាឯងកុំលើកកុំលីកុំសែងកុំយឹតកុំយងកុំតោងកុំយួរកុំបេះកុំបូតកុំបាច់ទុកឲ្យខ្ញុំរបស់មុនទុកឲ្យខ្ញុំណែចាប់ផ្ដើមភារៈធ្លាក់ទៅលើលោកឪពុកបដើណាឪពុកខ្លះចាប់ផ្ដើមរកអស់អាសម័យពីមុនអត់តាន់សបោពេទ្យដូចឥឡូវទេអញ្ចឹងត្រូវទៅរកអស់ទៅរកខ្ជូនយកមកតុបធ្វើក្រែធ្វើចង្អើឲ្យហើយមិនតែប៉ុណ្ណោះទៅរកថ្នាំរសាកទៀតរកកតោរកកណាត់រងអង្គជាព្រៃអីទុកឲ្យហើយសគួរអញចិត្តមានកូនណាយចេះតែបនព្រះសពះទេវតាហើយដល់ប៉ុណ្ណេះអញ្ចឹងទៅមួយទៀត
លោកហៅថាជាអ្នកយន្តតីជានេតីជាអ្នកយន្តតីជាស្រីបង្កើតកូនជានេតីជាស្រីបង្កើតកូនជាអ្នកយន្តតីស្រីញ៉ាំងកូនឲ្យកើតបានទម្រាំកូនកើតមកបាននេះបុរាណហៅថាឆ្លងទលេយើងឃើញហើយពីសម័យដើមឆ្លងទលេវាងាយគ្រោះថ្នាក់ណាទឹកហូរណាទឹកលិចណាក្រពើឆ្លាមមកមានមនុស្សស្រីជាច្រើនអ្នកណាស់ដែលស្លាប់ក្នុងពេលប្រសូតកូនហូរឈាមធ្លាក់កត់ធ្លុកញ័រអស់តសៃតូចតសៃធំមនុស្សធ្លាប់តែមានកម្លាំងខ្លាយទៅជាទុនល្បិល្បក់ដែលយើងហៅថាតសៃខ្ចីដូចជាមនុស្សកើតឡើងថ្មីអីចឹងដូច្នេះហើយគាត់អស់កម្លាំងលហិតលហៃណាស់ជួនកាលក៏ស្លាប់ពេលនោះជួនកាលក៏នៅរស់បថយជីវិតនេះគេហៅថាឆ្លងទលេនិយាយពីឪពុកឯនោះវិញក៏ភ័យអដែរគេថាណែឯងទៅហៅយាយនោះមករត់ទៅហៅយាយនោះទៅហៅតានេះមកទៅហៅយាយតានេះអញឯងដាំទឹកដុតភ្លើងដុតភ្លើងដាំទឹកដុតភ្លើងដុតអស់បដាផ្លុំបដានឹងអុជធូបបែប៉ុនលោកអើយសូមឲ្យបានសុខសប្បាយទាំងម៉ែទាំងកូនមកតម្រាំទៅលឺកូនយំងាឡើងរត់ទៅមើលកូនមុខសិតតែខ្ជូងអញ្ចឹងអូយត្រេកអរណាស់ហើយបានតែប៉ុណ្ណេះម៉ែនៅលើជាក្រានហើយឪនឹងអង្គុយកំដរដុតភ្លើងនឹងតែហុយពេកខ្លាចវាតហើយតែលុតភ្លើងអស់ទៅខ្លាចគឺវាអត់កក់ក្ដៅបើអញ្ចឹងនៅថែភ្លើងនឹងហើយថែហើយបើលោកទៅធូធាទៅគ្រាន់តែអង្គក្នុងពីងក៏អស់បលឹមឡើងចេញទៅស្ទូងទៅច្រូតឲ្យគេមកព្រឹកទៅបកជួឲ្យគេមកព្រឹកទៅលើកទៅលោឲ្យគេមកព្រឹកមកសន្ទុះមកវិញបានត្រីផងបានបន្លែផងដើរសិតទៅរត់មកឆ្លៀតចូលផ្សារបន្តិចទិញបាននំមួយដោតទុកឲ្យម៉ែវាម៉ែវាឯងហូបឯងទៅសៃខ្ចីហេឯងហត់ជាងខ្ញុំឯងហូបទៅនំមួយប្រចាំគ្នាទៅវិញទៅមកអញ្ចឹងហើយមើលទៅអង្គក្នុងពីងក៏អស់ទៅរងអង្គអាទឹកក្នុងពីងអស់ទៀតទៅដងទឹកម្លោះហើយឪពុកចេះចូលជាក្រានចេះដាំស្លចេះដាំបាយមិនដឹងគេបងស្អីមុនក៏ចេះស្លបានមួយឆ្នាំងដែរលើកយកមកបញ្ចុកម៉ែហើយទៅដងទឹកឲ្យម៉ែងូតហើយដល់តែម៉ែនៅលើជាក្រានអាកតបម៉ែកតបកូនណាអ្នកបោកឪប្រមូលទៅបោកទៅគក់មានម៉ាស៊ីនឯណាបោកលាងផ្ទាល់ដៃទាំងអស់ចេះដាំស្លចេះលាងចានចេះលាងឆ្នាំងអូយសពបែបយ៉ាងតម្រាំម៉ែចុះពីជាក្រានមកវិញយកមកតស៊ូបានគេហៅបន្តទៀតថាតោសេនតីចេះលួងលោមថ្នាក់ថ្នបបោះអែលកូនពីដើមចេះខ្មាស់ចេះអៀនឥឡូវលែងខ្មាស់ឲ្យកូនយំកដាលចំណោមលួងកូនជ្រៀងអាឡេអាឡូអំពេអាមិនក៏ហ៊ានដែរបំបៅកូនកដាលវាលមិនក៏ហ៊ានដែរណាថាអីថាទៅឲ្យតកូនអញបាត់យំតស៊ូអញ្ចឹងទឹកចិត្តទុនតូហើយឪពុកឯនោះប៉ោសេនតីទាំងម្ដាយទាំងឪពុកចាប់ដើមរស់ស៊ីចិញ្ចឹមកូនណាដឹងរួចហើយកាលចេញពីសម័យសង្គ្រាមមកមានអាបាត់ដៃទៅទេហ្នឹងមិនទាន់មានឥឡូវដូចឥឡូវចឹងឯណាញោមបបាសនុកយ៉ាងណាដើរបេះតគួនបេះតគៀតដើរបេះច្រាច់ជើងបកងដូរកទៀតដូរពហុដូរជ្រក់ដូរម៉ាំតម្រុំបានកជាព្រៃយកមកចិញ្ចឹមកូនរស់ទាំងមួយទាំងពីរម៉ែបេះស្លឹកបាសស្លឹកសើម៉ៅស្ងោយកទឹកដោះឲ្យកូនហូបអ្នកខ្លះខ្វះខាតមែនតែនរស់ស៊ីមានបាបមានបុណ្យកេងកឹបលឹបខងវាយផ្ដុកគូតកំប៉ុងបតោងពលឹះភ្នែកជីងពូតគេកុហកគេបំបត្តិគេមកកាក់មកចាប់ម៉ាស៊ីនហ៊ានលក់ដូរបង្រត់បង្រាស់សัตว์ភេទទាំងរស់យកលុយមកចិញ្ចឹមកូនអ្នកខ្លះអោនក្បាលតត្រុកធ្វើឆ្កែធ្វើឆ្មាឲ្យគេស្ដីគេជេរគេថាគេប្រើឲ្យលីឲ្យរែកឲ្យទូលឲ្យសែងឲ្យតែបានលុយមកចិញ្ចឹមកូនធ្វើអីក៏សុខចិត្តដែរឲ្យកូនរៀនឲ្យកូនសូត្រកូនទាខោអាវម៉ូតថ្មីទិញឲ្យកូនមួយឆ្នាំ2 3កាផ្លេឯងពាក់មួយកាផ្លេ2 3ឆ្នាំកូនទាស្បែកជើងទិញឲ្យកូនមួយឆ្នាំ2 3គូឯងពាក់មួយគូ2 3ឆ្នាំឆ្កែពំលាក់2 3ដងនៅតាមរកឃើញចងកណាត់មកជាហៀងទៀតហើយកូនទាកង់ទិញកង់ឲ្យកូនឯងដើរកូនទាម៉ូតូទិញម៉ូតូឲ្យកូនឯងជិះកង់កាចាស់តម្រាំដល់វត្តធ្លាក់ច្បាក់ដាក់ប្រឡាក់ដៃឲ្យខ្មៅងីងតស៊ូសពបែបយ៉ាងដើម្បីកូនឲ្យកូនរៀនឲ្យកូនសូត្រមានចំណេះចេះដឹងបែងចែកទ្រព្យសម្បត្តិឲ្យកូនរកការងារឲ្យកូនរៀបការឲ្យកូនគេកំងចង់យកភ្លេងនេះអាចារ្យនោះភេទជ្ជៈនោះរោងនេះរោងនោះខ្ចីគេសិនក៏បានដែរឲ្យតែផ្គប់ចិត្តកូនឲ្យត្រូវការឲ្យកូនគេសុខសប្បាយម៉ែឪជាពាក់បំណុលគេឲ្យវាន់កក៏មានដែរមិនតាន់បានសងរួចថងគេយកចៅមកផ្ញើល្មមចប់ហើយមួយជីវិតម៉ែមួយជីវិតឪនេះអញសង្ឃឹមថាបានរៀបកូនអស់rồiវិធូខ្លួនឥឡូវចៅ2 3មកតបមកទៀតអញអើយដឹងកាលបានរួចអោជីវិតម៉ែឪបានលោកដាក់ឈ្មោះបន្តទៀតហៅថាជាទេវតាដើមជាពុទ្ធទេវីទេវតានេះថែអាសាកូនលៀងកតបឲ្យកូនគក់ច្បាច់ឲ្យកូនបត់ដៃបត់ជើងឲ្យកូនកូនអត់ចេះស្លៀកពាក់ចេះស្លៀកឲ្យកូនស្រាតឲ្យកូនងូតទឹកឲ្យកូនបញ្ចុកបាយចេះផ្ងាចេះផ្កាប់ឲ្យបើកុំមានទេវតានឹងថែយើងអត់រស់ទេណាញោមណានេះទេវតាដើម
អើយសុំបីតែខ្មោចព្រាយអមនុស្សណាវាមកចង់យកអត់បានទេដោយសារតែគាត់មានព្រំវិហារដែលគាត់ជាព្រះព្រំថែរក្សាជីវិតកូនសំបីតែដើរទៅវាលទៅស្រែជួបពស់វិចស្ងែពស់វិចអានាមពស់វិចកបីក៏វាបាក់អទេសលូនលែងរួចដែរអ្នកខ្លះថាអូបារមីកូនបារមីមនុស្សភ្នែក4ប្រកែតាមពិតអត់ទេព្រំវិហារធម៌ម៉ែវាបាំងការពារកុំឲ្យសត្វមកបៀតបៀនបានអញ្ចឹងខ្លាំងអញ្ចឹងគាត់ទៅចិត្តស្លាប់ជំនួសណែកូនណាដូច្នេះហើយខ្លាំងអញ្ចឹងបានថាលោកជាព្រះព្រំជាជំរកដល់កូនតាំងពីតូចហើយមួយទៀតលោកជាគ្រូខាងដើមចាប់ដើមបង្រៀនណាកូនគេស្លៀកខោអញ្ចេះគេពាក់អាវអញ្ចេះគេហូបបាយអញ្ចេះគេដេកគេអង្គុយអញ្ចេះគេសាពះអញ្ចេះហៅយាយហៅតាហៅប៉ាហៅម៉ាក់គាត់បង្រៀនទាំងអស់រួចបាននាំទៅចូលសាលាហើយរលុយទំនុកកំរងបន្ថែមទៀតអញ្ចឹងគាត់ជាគ្រូដើមហើយគាត់នឹងឯងជាព្រះរបស់កូនណាថាជាព្រះថាធ្វើបុណ្យជាមួយព្រះបានបុណ្យយ៉ាងណាធ្វើបុណ្យជាមួយម៉ែឪនឹងបានបុណ្យដូចព្រះដែរអញ្ចឹងបាននឹកឃើញរឿងស្រីម្នាក់យកចេកទៅថ្វាយព្រះអង្គសួរថានាងថ្វាយព្រះឲ្យផ្ទះហើយនៅនាងថាអត់មានផងផ្ទះខ្ញុំព្រះអង្គគ្មានព្រះផងព្រះពុទ្ធថាមានព្រះនឹងផ្ទះនោះយកទៅវិញទៅថ្វាយព្រះនាងយកចេកដើរមកវិញយកចេកទឹកកលឹកវេចកលៀតស្បោងកលៀតអញ្ចឹងរមើលឲ្យចុះព្រះនៅឯណាមិនក៏វាមិនឃើញយកចុះយកឡើងនិយាយពីម្ដាយឃើញចេកកូនឃ្លានតាមសម្លឹងមើលចេកទុំណល្អណាស់ណគេយកទៅណាគេណយកចុះយកឡើងសម្លឹងចុះសម្លឹងឡើងចេកប្រហែលជាវាអៀនវិញធ្លាក់មួយខ្ពាកបាក់កយាយនឹកអព្រឺតអាមួយនោះតំណងបានអញនៅស្ងៀមជាងទំនេរហាមាត់សុំគេកែងលោបានហេកូនអាមួយធ្លាក់ឲ្យម៉ែមកគាត់អាហ្នឹងវាធ្លាក់ឲ្យម៉ែឯងយកទៅណែអញថាបានអញបានមែនហេបកក្បោកដាក់ផ្លប់ផ្អែមក៏អើតពេញមាត់លោកអើយឆ្ងាញ់ណាស់តោះតែបានតែមួយណោះបើបាន2 3ទៀតអីគ្រាន់តែបានតែមួយធ្វើម៉េចទៅឥឡូវកូនគេយកទៅវិញបានអាចារ្យអ៊ូចង់ថាកូនខ្លះជឿបនខ្លាំងយកមកហូបទាំងឆ្នាំងទៅវត្តវាម៉ែឪស្រែកឃ្លានចង់បានណាស់ណាផ្លយសួរកូនថាមានសល់ឬទេព្រឹកឡើងឃ្លានបាយញាស់ពោះញើសខ្ចាយឃើញសម្លគេកូនឆ្លើយវឹងថ្កានថាមិនបានសល់ទេខ្ញុំស្លគ្រាន់តែទៅវត្តទេឪគេថាបើកូនដួសកាលណាចែកឪខ្លះទៅកូនគេថាវាមិនត្រូវឪស៊ីមុនលោកបាបម៉ែវាអើយកុំឲ្យបាបអត់ទៅយើងឲ្យគេយកទៅវត្តចោះចឹងនាងនោះយកចេកទៅថ្វាយព្រះឲ្យវត្តទៀតហើយកូនខ្លះគឺគិតវត្តគិតជាងម៉ែឪមែនតើព្រះអង្គសួរថានាងថ្វាយព្រះហើយនៅអត់មានឃើញផងរកអស់ឲ្យគ្មានឃើញព្រះផងរកអស់លីងអត់មានព្រះសោះផ្ទះខ្ញុំព្រះអង្គអត់មានទេចុះបាត់ចេកមួយទៅណាអានឹងវាបាក់កធ្លាក់ឲ្យម៉ែហូបបាត់ហើយបានព្រះអង្គថាម៉ែនឹងហើយជាព្រះម៉ែនេះជាព្រះឪនេះជាព្រះឥឡូវតន់គាត់នៅរស់ធ្វើបុណ្យជាមួយឲ្យហើយទៅតែអត់ពីគាត់ទៅកាន់មាសប្រប៉ិនដងទុំដើរដូរអត់បានទេសាច់យើងមានថ្ងៃនេះឆ្អឹងយើងមានថ្ងៃនេះបានពីណាមកពីឆ្អឹងម៉ែពីសាច់ម៉ែចែកឲ្យទោះបីយើងទៅរកស៊ីមានការងារមានមុខរបររៀងខ្លួនមានដីអួតថាខ្ញុំគ្មានបានគេអាកពីម៉ែទៅកពើបានខ្ញុំលុយខ្លួនឯងរកស៊ីខ្លួនឯងទិញផ្ទះទិញដីលុយខ្លួនឯងទាំងអស់បានដៃណាទៅរកស៊ីដៃហ្នឹងជើងហ្នឹងឆ្អឹងហ្នឹងជើងហ្នឹងមិនឆ្អឹងជើងម៉ែចែកឲ្យដៃហ្នឹងមិនដៃម៉ែចែកឲ្យឆ្អឹងហ្នឹងមិនឆ្អឹងម៉ែចែកឲ្យបើចឹងភិហ៊ុនម៉ែឪដែលបើដូច្នេះហើយអ្វីសពយ៉ាងមានថ្ងៃនេះដោយសារម៉ែឪបានពេលគេដឹងគុណម៉ែឪគេត្រូវធ្វើបុណ្យសងគុណគេហៅថាធ្វើបុណ្យបច្ច័យ4តើអ្វីទៅជាបច្ច័យ4បដិជ្ជណងអេថាតិជាបច្ចយោរបស់គ្រឿងអាស្រ័យប្រព្រឹត្តដើម្បីរស់នៅហើយប្រព្រឹត្តទៅនឹងឲ្យជីវិតរស់នឹងគេហៅថាបច្ច័យអញ្ចឹងយើងទាំងអស់គ្នារស់ដល់ថ្ងៃហ្នឹងដោយសារបច្ច័យ4ណាញោមអញ្ចឹងអាត្មាសាកលបងកូនចៅបន្តិចកុំឲ្យតិះតែម្នាក់ឯងពេកហត់ទៅសួរញោមញាតិម្ដងមើលជួយឆ្លើយអាត្មាបើឆ្លើយត្រូវជូនពិន្ទុ1លានមើលញោមកូនចៅតាំងពីកើតមកទល់ប្រប៉ុណ្ណេះស្លៀកពាក់សពុតខោអាវម៉ែអស់ប្រមាណកាផ្លេម្នាក់សូមជួយឆ្លើយម៉ានរាប់អត់បានស្មានមិនត្រូវហើយចុះបើសិនជាយើងជាពាក់លុយគេ10000ត្រូវសងប្រមាណត្រូវសង10000បើជាពាក់គេ20000ត្រូវសងគេ20000ចុះបើជាពាក់គេអត់ដឹងត្រូវសងប្រមាណត្រូវសងអត់ដឹងដូច្នេះយើងជាពាក់សពុតខោអាវម៉ែដល់ថ្នាក់អត់ដឹង
ắt đăng thà màn nè nhôm dình chẳng mẹ thọp chạy lùi ao con từ mưa là khao từ riêng chạy lùi ao rồi ngay mẹ đã có tục đài phần đó là lời nên mẹ khoa khát cái cô nói mẹ chọn thầy mơn sân nó cô nói mẹ chọn xàm xâm mơn sân nó hay cô thì cọt tàu kim lật mẹ chỉ bẹt cái nhầm hà sập mơn thì bên và đời chứ nè anh ấy bị khóc cái này chẳng ạ chẳng dương chỉ bẹt sport khao ai mẹ đo thằng ọt đăng chìm luôn bao anh chẳng con nông thó cái tha chỉ bẹt chay và rạ và cháy môi ơi anh ấy chay và rạ và cháy ha lâu môi tiết bởi lôi bán chun phân tu pi liên nhiều mới tăng bị cao mà tôi bà bắn này hộp bài máy ở bà man chẳng cà bông mà nè xôm chá ơi ọt đằng ấy có đôi nhà thầm mà lấy thà thầm cho ọt đằng nhôm sợi mà ọt đằng đài bà ọt đằng đài dương chỉ bẹ bài máy đo khả năng ọt đằng thà ọt cò bà man thế nè anh nâng khả năng bà lấy cái hai thạc bắn là bà tập bà chay chỉ bẹ mày mùi tê rai đo khả năng ọt đằng lời môi tiết bà hai chiếc đắng lang phân túc bay liền mới nhóm tăng bị cợt mô tô bà bắn này đế cái tế khá nói phùi mông máy tăng à thôi ôi là hai tăng à thôi ôi chạy chạp ổ bà man cái play mà nè xong chá lời ổ cái tô bà man ấy ổ tăng tiết ấy hồi có đôi giờ thầm ai đâu dàng đi thầm á rất thông dân nhôm tiết à cái tế cái thầm ai sạch chè chứ bọt đáy bọt chân xây prap cái ná đấy bánh đã cái tế lưng là món đó thật là người ta liên hà thằng ai priệt thầm á chẳng ảnhเขาai cáiทำไมซอตำเปะมาไงcáiโปรเลงแต่ยังกันโจรตักดักcáiเพลบnày về chẳng hỏi dương chỉ bẹ cái tiền khăn nói phôi mông ní kìa hỏi tha xế na sân nạ phải chay chỉ bẹ mùi tiết hay tỏ thân nạ đăng chùm luôn anh lấy mùi tiết bà hai chết đăng cái làng phân túc buồn liền nè nhôm ná chẳng bởi nhôm lòi tới chung phân túc buồn liên mới nhôm vậy ở tròn tăng bị cợt mô tô bà bắn này cái rếm cây máy bà man đông tạc cọ máy bà man kéo lệp thân bà man crop bởi bởi lô ta chắc bà man mà chô nhôm miền cọp tục cái đó hi từng khả ní thầm ọt này mày ở khliên krem khliên nôm ọt hiện chai thế bọt lời tục không có chọc thân không chia cả ma chia ai xôm khăn ơi bạn đó là con khơi krem cây mà dùng tia hồi lúc krem nâng tiết bởi khơi con không anh máu mình từ thế lô coi cái lăng cho cái lăng từ cái lăng máu mừng có là vô lùi bàn mẹ bạn từ chẳng hay đang ở krem cây mẹ bà man đom ở thân bà man crop thế giúp ngất bà pin bà pơ mà lâm bà bếch bà bách plơ sát tập hộ sát tập là bắp cái đây lụa hai anh từ sập bè hàng vò pet lụa coi con khi nhom khát ai khả năng mà chui con khi nhom mò ao tại chia sọc chất lụa cô lụa cái bay lụa đây lụa petเขาsọc chất tại ao tại con khi nhom chia nè sọc chấtยังtừ sập bè pet sập bè mong vò kì cái thà này con khát ai nâng sạch ní tại môi sạch nu con bà đây bà chương sạch ní bọc chỉ là sạch nu nó ruộng pet ấy nó ruộng ta ở tại con ăn chia bọc prà rồi chiêm sạch ní mau đại cho môi tắc đông chiêm mấy có bán này ở tại con ăn chia nó ruộng pet ấy nó ruộng ta ở tại con ăn chia vẫn chăng là nhom nó rồi cho nên tầm rom ruộng riêng miền chỉ bắt mình đang mai ở dương to su bẹp nà khla tê hay bây giờ mình sầm mai kịch tê với mình khơi đấy to là dương coi kịch mơ thằng mền to là miền cồn luôn anh ban tăng tham an toàn miền cồn phong cái còn sắc xa tên là nhiều mới nhiều miền cồn đăng chiêng tham tiền nó đôi trên này háo dương sờ rọp mơ tới dương chỉ pe kêu krem cây kêu tham đấy bà lấy cái háo thà kỵ liên là phê sẽ che chân sờ rọp màu làng màu bình buồn mộc kêu lịa pe cái háo thà chạy và ra kêu hộp chóc cái háo thà bắn là ba tập chạy kêu để nơi cái háo thà xe na sân nạp chạy kêu tham cái háo thà kỵ liên là phê sẽ che chạy sờ rọp tới khơi miền buồn tầng buồn nâng cái háo say kì nhôm na chloi tới ban phân tu pram liên đăng thiết tầng buồn nâng kê háo bà chạy buồn chẳng dương rùa máu đòi xa tầng buồn nâng bà nà thầm ta dương rùa đòi xa bà chạy buồn chẳng bà chạy buồn nâng bà chạy buồn rồi bỏ nà nà bà chạy buồn rồi bỏ mày chẳng dương chỉ bẹ bà chạy buồn nà nà chỉ bẹ bà chạy buồn mày bán chỉ dương tới thưa con bà chạy buồn sang con mày nà nhôm ná chẳng nhôm nhiệt bút thập bò đã sạch tầng lai dương tới song cún thưa con song cún phải chạy buôn mày
đôi chân này hỏi bán chia dương trứ đọ son con mẹ ở trừ thưa và chạy buồn năng ê vangจะตบปักปัจจยะเตียก็สกขังวันเตตาสมาเตียนนังสยามเปปวัตเตตาเปียงอานิซองในเอาปัจจัยบุญโรแมนบานปัจจัยบุญนี่เมาวันยรโหดโดยโยมดำตะลงโยมบานปุยมาโยมทัวปุยปะตอเตียโยมบานตะลงเตียโยมดำไปกู้ដាក់ពូជទៀតបានពីគក់ទៀតឥឡូវយើងរស់ដោយសារបច្ច័យ4ដាំពូជបច្ច័យ4ទៀតយើងនឹងបានបច្ច័យ4នេះរស់តទៅមុខទៀតអញ្ចឹងបានលោកថាអ្នកដាំពូជបច្ច័យ4រមែកបានអានិសង្សទាំង4យ៉ាងហ្នឹងគ្រប់កន្លែងទាំងអស់ឥឡូវកូនបានធ្វើហើយកូនចាប់ពីពេលនេះទៅសបោបច្ច័យ4ហើយបានសងគុណមេត្តាបិតាព្រោះយើងជាពាក់បច្ច័យ4គាត់ញោមឥឡូវថាវាច្រើនពេកដល់14សងមិនអស់ឥឡូវនិយាយតែមួយមុខគេណាញោមណានិយាយពីរឿងងូតទឹកកំបាច់ខ្មាស់អៀននេះនិយាយត្រង់តាំងពីកើតមកម៉ែងូតទឹកឲ្យយើងប្រមាណដងម្នាក់គក់កតបឲ្យយើងប្រមាណដងម្នាក់ដោះក្អែលឲ្យយើងប្រមាណដងម្នាក់រួចដោះកន្លែងណាខ្លះសូមឆ្លើយប្រមាណដងញោមឧបមាថាម៉ែងូតទឹកឲ្យយើង2000ដងចុះយើងវិញងូតទឹកដោះក្អែលឲ្យម៉ែបាន2000ដងស្មើគ្នាហើយនៅតលយូបានស្មើគ្រាន់តែងូតទឹកមួយមុខនឹងចាញ់ដាច់បាត់ទៅហើយមិនបាច់ទៅរាប់អីផ្សេងទេចឹងហើយអាត្មាដឹងថាមិនដឹងប្រមាណដងទេប៉ុន្តែដឹងថាគេដោះគ្រប់កន្លែងទាំងអស់នោះតាណាក៏គេដោះដែរគេឃើញអស់ហើយគេមើលឃើញអស់អាលីងគេស្គាល់អស់អាលីងដោះអស់ប៉ុន្តែត្រង់ថាប្រមាណដងមិនដឹងទេអញ្ចឹងហើយបានជាកម្មវិធីបុណ្យពេលគេធ្វើចម្រើនបជនគេតែងតែស្រោចទឹកឪពុកម្ដាយនិយាយចឹងមកមិនទាន់លួចសួរតិចមានគេស្រោចទឹកម៉ែឪដែរស្រោចដែរហើយមានអាចារ្យដឹកនាំសុំខមាទោសហើយដែរមានដែរអូបើមានម៉ាច់ត្មងត្រូវត្មងញោមបុណ្យចម្រើនបជនបុណ្យបច្ច័យ4សងគុណម៉ែឪបុណ្យកតញ្ញូសំខាន់បំផុតនៅដឹកនាំសុំខមាទោសនឹងហ្មងឲ្យតែអាចារ្យណាចេះដឹកនាំសុំខមាទោសអាចារ្យនោះដឹកនាំត្រូវហើយអាត្មាចង់បានអាចារ្យចង់បើសិនជាអាត្មាធ្វើចម្រើនបជនឲ្យយាយក្មេកអីក៏អាត្មាចង់បានអាចារ្យចង់ដែរប៉ុន្តែអាត្មាអត់មានទេគ្រាន់ឧបមាទេអាហ្នឹងគ្រាន់តែឧបមាអូអាត្មាអត់មានយាយក្មេកទេណាញោមណាគ្រាន់តែឧបមាថាបើសិនជាអាត្មាធ្វើបុណ្យចម្រើនបជនឲ្យម៉ែក្មេកអីក៏អាត្មាចង់បានអាចារ្យចង់ដែរព្រោះអាចារ្យអញ្ចឹងចេះដឹកនាំឲ្យសុំខមាទោសអញ្ចឹងល្អហើយអាមិនបានជាសុំខមាទោសរឿងវាអញ្ចេះម៉ែងូតទឹកឲ្យយើងរាប់ពាន់ដងឥឡូវយើងមិនបានងូតឲ្យរាប់ពាន់ដងទេយើងហៅថាបកាសនៈកតញ្ញូដាក់មេក្រូប្រកាសធ្វើម្ដងឲ្យរួចអាទាំងអស់នោះហើយនិច្ចកតញ្ញូកូនចៅនៅជានិច្ចបង្រើម៉ែឪកាលកតញ្ញូចិត្តចូលឆ្នាំមកម្ដងម្កាលក៏មកធ្វើបុណ្យអញ្ចឹងសរុបទៅសិតតកតញ្ញូហើយប៉ុន្តែដាក់មេក្រូប្រកាសនេះកូនចៅដាក់បោះស្បុកតំណាងឋានសួគ៌ហែម៉ែឪឡើងបោះស្បុកតំណាងហែម៉ែឪឡើងឋានសួគ៌ចាក់ទឹកត្រជាក់ឲ្យគាត់មានភាពត្រជាក់ត្រជុំហើយលាងដោយសាប៊ូក្អូបហៅថាសកលទវារីមានន័យថាលាងជំរះក្លិនឆ្អាបអំពើបាបដែលគាត់រស់ស៊ីចិញ្ចឹមកូនគឺលោកគាត់លក់ដូរបង្រត់បង្រាស់សត្វធាតុទាំងរស់ដុតភ្លើងឆេះព្រៃកាប់ដីដាច់សត្វបំបត្តិជីវិតសត្វដទៃអីទៅក្រែងអាសត្វទាំងនោះវាចងកម្មចងពៀជាមួយម៉ែឪយើងអញ្ចឹងយើងលាងបាបកម្មទាំងនោះប៉ុន្តែលាងមួយថ្ងៃវល់ល្ងាចវាដោះទៅដាច់បាបកម្មឯងដាច់ក្អែលដាច់តែក្អែលបាបអត់ដាច់ទេចុះដាច់បាបដោយសារអីដោយសារកូនចៅសុំខមាទោសឯនេះវិញហើយមិនបានជាត្រូវសុំខមាទោសអគ្រាន់តែរៀបរាប់មិញរបស់មើលឃើញយើងថាសងមិនរួចចុះអារបស់មើលមិនឃើញផ្លូវវិចារនិងផ្លូវចិត្តម៉ែឪខ្លះកូនណែម៉ែនិយាយស្ដីបន្តិចបន្តួចកូននៅខឹងម៉ែធ្វើមុខកញ៉េកញើដាក់ម៉ែឪអាធ្វើមុខកញើហ្នឹងតើអត់តាន់សុំទោសគាត់កើតឡើងមុខកញើខ្មៅកញ៉េដូចភ្លើងឆេះគល់តយឹងអញ្ចឹងហើយតាំងចិត្តទៅល្អមិនដឹងស្អីទេម៉ែបកើតកូនមកអយុត្តិធម៌បកើតដល់បងមកស្អាតបកើតឯងមកមុខកញើខ្មៅកញ៉េមើលតែភ្លើងឆេះគល់7ប្រាំងសែនម៉ែសែនឪអយុត្តិធម៌បកើតកូនមកឯងគ្រាន់តែសបកលេកន្លះអាទេសទៅហើយឲ្យតែផលិតផលណាល្បីទៅទិញមកកែនៅតែមិនស្អាតសោះហើយម៉ែមិនអញ្ចឹងបកើតកូនអាបងមកស្អាតអញ្ចឹងអើសែនម៉ែសែនឪចង់ឲ្យសែនបណ្ណកម្មពីឯងធ្លាប់ធ្វើកញើដាក់ម៉ែឪអត់បានសុំទោសបានកើតមកកញើខុសគេ
ជួនកាលម៉ែឪស្ដីនិយាយជេរថាឯងសម្លក់ម៉ែឲ្យថ្មែកូនណោយសាលារៀនគេចេញតាំងពីម៉ោង5រួចឥឡូវម៉ោង8ហើយមិនក៏កូនឯងទៅមកផ្ទះម៉ែនេះវាភ័យអស់ព្រលឹងពីពោះហើយខ្លាចកូនឯងមានគ្រោះថ្នាក់ជាមួយកូនឯងកុំដើរលេងមិនដឹងស្អីទេចូលផ្ទះពេលណាទេសនាពេលនោះធុញលែងចង់មកផ្ទះសម្លក់ម៉ែថ្មែអត់ទាន់សុំទោសគាត់អាភ្នែកសម្លក់ហ្នឹងកម្មពៀណាគាត់ជាព្រះអរហន្តទៅសម្លក់គាត់អញ្ចឹងតែមិនសុំទោសគាត់កើតឡើងភ្នែកវាចកើតឡើងមកភ្នែកកើតមកដើរទៅកើតមើលទៅត្បូងដើរទៅលិចមើលទៅជើងបាញ់មន់ងាប់ទាដកដើមទ្រាប់ងាប់ឯកូនមកទេអង្គុយតកជាមួយគេឃើញសម្លឹងមីដល់ទៅដួសស៊ីកាទៀវសោះចូលតាមផ្លូវឲ្យដាស់ហាទុកភ្នែកមើលម៉ូតូមកឲ្យទាំងពីរហ្មងគេហៅឯងហៅខ្ញុំគេហៅខ្ញុំភ្នែកមើលមកខ្ញុំណែដៃបកមកខ្ញុំតាឆ្លោះគ្នាពេញនងទៅអានឹងមកពីអីបានកើតមកសបុកគេភ្នែកអត់វាតែឯងថាមកពីសម្លក់ម៉ែអត់ទាន់សុំទោសគាត់ហើយស្រុកនេះសំណាងហើយញោមដែលអត់មានពីណាយកកូនយកចៅមកផ្ញើម៉ែឪទៀតដូចខាងអាត្មាស្រុកនេះសំណាងញោមណាយាយល្អណាអត់មានយ៉ាប់ពិបាកមើលកូនមើលចៅណាញោមខាងអាត្មានោះយាយអត់បាននៅចេះទេគាត់មើលកូនមើលចៅហើយញោមសំណាងហើយដែលអត់មានពីណាប្រើឲ្យមើលចៅអញ្ចឹងណាញោមស្រុកហ្នឹងអត់មានទេណាមានដែរមានមែនបើចង់ដូចតែគ្នាហើយជាពាក់ខ្លួនយើងមិញរៀបរាប់តែខ្លួនយើងមួយសងមិនអស់ផងឥឡូវថែមដល់ចៅទៀតឥឡូវគិតតែម៉េចបើជាពាក់ខ្លួនឯងមួយត្រឹមតែរាប់តៅឥឡូវបើថែមដល់ចៅវាឡើងដល់រាប់ខាងហើយចឹងបំណុលនឹងកាន់តែខ្លាំងហើយយើងមិនអាចកិច្ចផុតទេក្នុងសង្គមនេះរស់នៅតែងតែពឹងគ្នាទៅវិញទៅមកស្រូវទុំក្រហមកញោមពេញស្រែបើមិនយកកូនទៅផ្ញើម៉ែណាអ្នកទៅច្រូតស្អែកត្រូវចូលរោងចក្រចង់បានលុយកាក់ឲ្យបើកូននឹងដៃបានណាទៅធ្វើការហើយតើអត់បានទៅធ្វើការម៉ែនឹងក៏អត់មានលុយទិញថ្នាំពេទ្យដែរម៉ែនឹងក៏អត់លុយទៅវត្តដែរបើអញ្ចឹងតើម៉ែនឹងជួយកូនខ្លះអញ្ចឹងវាជារឿងធម្មតាជួយគ្នាទៅវិញទៅមកណាញោមណាក៏ប៉ុន្តែបើសិនជាម៉ែស្ម័គ្រចិត្តមកជួយយើងដោយសារយើងមិនព្រើទេយើងអត់បាបទេក៏ប៉ុន្តែបើសិនជាម៉ែមិនស្ម័គ្រចិត្តទេកំពុងតែធុញកំពុងតែល្អូអញអើយអង្គក៏អស់ទឹកក៏អស់អាកូនកំឡោះក៏មិនឃើញមកអាងដងទឹកឲ្យតិចអាកូនស្រីនោះមិនឃើញមកអាកោះខ្យល់ឲ្យតិចឈឺប្រហែលថ្ងៃតាំងពីឈឺមកអត់ដែលស្រួលខ្លួនរហូតមានអាយុកាន់តែច្រើនហើយវ័យកាន់តែចាស់ទៅទៀតមានអាក្រហើយទៀតអត់លុយទៅទៀតអាកូននោះមិនឃើញមកសោះពិបាកឃើញមកអាកោះខ្យល់ឲ្យតិចអូមកអាខោអាវអញក៏មិនទាន់បោកអាទឹកក៏អស់អង្គក៏អស់កូនមកប្រហែលជាគេយកអីមកជូនណាជូតដៃជូតជើងឲ្យស្អាតព្រះហើយមិនទាន់និយាយផងគេដឹកមកដល់លើ2ម៉ែអើយផ្ញើអូនផងល្ងាចខ្ញុំមកយកវិញអូនលេងជាមួយយាយល្ងាចម៉ែមកយកជូនយាយ2000អញមិនទាន់និយាយផងគេដាក់មុនបាត់ទៅវិញបាត់ទៅហើយមិនបាននិយាយមួយម៉ាត់ទេបានចេញផុតទៅក្រែមកៃមកនៅឃើញក្មេងអត់ព្រមទៅណាអស់1000បានតែថ្ងៃបន្តិចជ័យជៀនមកជិះចុះជិះឡើង1000ទៀតបង្ហើយសៀលបន្តិចស្គរគ្រាប់មកទៀតនិយាយលូកកប៉ាវខ្លួនឯងទៅមកហើយដល់ល្ងាចគេមកយកកូនវិញមានអ្នកណាមកដល់គេឌឺដាក់កូនហើយនេះនៅផ្ទះខ្ជិលណាស់មើលខ្លួនដូចប្រែតអត់ចេះងូតទឹកទេហើយនេះខ្លួនដូចប្រែតម៉ែnó បពុះផឹបគ្មានថាឲ្យអាណាទេថាឲ្យអញមិនងូតទឹកឲ្យកូនគេនឹងតែហ្មងគេនិយាយកូនគេនោះឯងទៅละเอียดខ្លួនម្នាក់ឯងអញ្ចឹងណាញោមណាជួនកាលនៅជាមួយគ្នាអីចឹងគេលេងកូនហើយនេះនៅផ្ទះខ្ជិលណាស់អត់ដាំបាយទេហើយនេះស្មានហ្នឹងឲ្យអត់ដាំបាយទេម៉ែនៅពុកផឹបអញអត់បានដាំបាយឲ្យគេថាឲ្យកូនប៉ុណ្ណឹងវាចេះដាំបាយអីវាថាឲ្យអញហ្នឹងអញ្ចឹងម៉ែចេះតែភ័យទៅទៀតញោមហើយដូច្នេះហើយពិបាកអញ្ចឹងយើងសរុបដោយខ្លីបើសិនជាយើងជ្រុលជ្រោះយកកូនផ្ញើម៉ែប្រើម៉ែមើលផ្ទះមើលសម្បែងមើលទ្រព្យសម្បត្តិហើយជាពាក់គាត់មកជន់ទៀតហើយមានវិធីដោះស្រាយទេមានធ្វើម៉េចធ្វើដូចគេអញ្ចឹងសុំខមាទោសគាត់ហើយដល់ហើយអញ្ចឹងកូនសុំខមាទោសលឺលួសពាក្យពេចន៍កាយវិការអីមិនសមរម្យអីសុំខមាទោសគាត់អត់ទោសឲ្យយើងញោមអញ្ចឹងគាត់អត់ទោសឲ្យយើងលែងមានកម្មពៀបើយើងមិនសមទោសទេប្រើម៉ែហ្នឹងកើតជាខ្ញុំពង្រើគេកើតជាគោក្របីតម្រៃសេះអូអាទេសឲ្យគេរាប់លានសែនឆ្នាំមកអញ្ចឹងហើយបានយើងសុំទោសទៅគាត់លែងយកពៀជាមួយយើងលែងមានកម្មពៀហើយមិនត្រឹមតែលែងមាននៃកម្មពៀទេគាត់ជូនពរយើងទៀតកូនចៅជូនលុយកូនចៅជូនសពុតខោអាវថ្ងៃមុនអាត្មាទៅបនគេនៅស្រុកស្អាងគេទិញតាំងពីមាសជូនទៀត
តាំងពីលុយពីខោអាវពីមាសថ្វាយអង្គមជូនអាកូនប្រសាអាកូនបកើតមកលើកូនប្រសាចេញណែឯងកូនបកើតកូនប្រសាទេមកអង្គុយយ៉ាងនេះទុកឲ្យអញកូនប្រសានៅទុកឯងកូនបកើតនៅមុខដណ្ដើមគ្នាគ្រួសារគេមើលទៅដូចសុបាយគេដណ្ដើមគ្នាធ្វើប៉ុនគេមកចាប់3អាដេញកូនប្រសាចេញអស់ដាក់កូនបកើតទីមុខហើយគេចូលមកប្រជាជាតិគេជូនសិតតែមាសសិតតែលុយហើយខ្លះគេកេះហុចមិនគេយកមាសមកជូនម៉ែឪច្រើនម៉េះហុចមិនទិញអាកាបូបអាប្រែនមកគាត់ចាស់ឲ្យយកមាសជូនគាត់ទៅអីអាកូនមួយថាណែអាកាបូបប្រែនហ្នឹងតែពី3ខែទៀតវាហួសសម័យហើយណែយកអាមាសណែតកូនលេងមកទុកឲ្យគាត់លក់ចាយមួយយ៉ាងរបស់គេដល់ពេលច្រើនគេទៅនិយាយឯនោះទឹកភ្នែកអលីងលងកូនគេថ្វាយអង្គមពីមុខពីក្រោយមុខពីក្រោយអាចារ្យថាជូនពរកូនកុំឲ្យមានកម្មមានពីអីណាសូមឲ្យកូនរស់ស៊ីមានបានហើយតែឲ្យយាយជូនពរយាយសុំជូនពរឲ្យកូនរស់ស៊ីមានបានយាយចេះឲ្យទៅឲ្យវាម្ដងឲ្យវាឯណោះអួលដើមកដែរប៉ុន្តែគាត់ប្រុសគាត់ខំទប់ពុកប្រកាន់ទោសកូនទេអត់កូនតស៊ីមានបានសុខសប្បាយពុកអរគុណកូនណាយើងគ្រាន់បើអាត្មាឯនេះបឹបឈួលគេតាមគេចាប់ទៅងាកមកក៏យាយម្នាក់នេះកំពុងយំទឹកភ្នែកប្រព្រិចអាត្មាថាយាយយំធ្វើអីបងប្អូននេះញៀតដែរអត់ញៀតទេហេមិនបានជាយំវាសំណោះខ្លួនកណាចំណាស់ប្រប៉ាត់ហ្នឹងមិនដែលឃើញកូនណាមកធ្វើប៉ុនឲ្យដូចគេអញ្ចឹងឯងធ្វើប៉ុនម្ដងគ្រាន់តែហៅវាចូលមកប្រគេនលោកនឹងវាតឹងជាងអូសគល់ថ្នោតទៀតហើយឃើញកូនគេមកចូលឲ្យស្រថ្វាយអង្គមម៉ែឪអញ្ចឹងវាសំណោះឯងចិត្តងាប់ទៅវិញហើយមិនដែលឃើញកូនណាធ្វើឲ្យគេអញ្ចឹងម្ដងបានវាសំណោះបានយំហ្នឹងចឹងបានអាត្មាថាថ្ងៃនេះគ្រួសារគេបានសុំទោសអញ្ចឹងគេរួចកម្មពីអស់ហើយគេលែងមានកម្មពីហើយគេធ្លាប់សម្លក់សម្លឹងនិយាយស្ដីមាត់ធំមាត់តូចប្រើម៉ែប្រើឪអីពីមុនមកគេសុំទោសគេរួចខ្លួនអស់ហើយចោះចំណែកគ្រួសារដតីទៀតណប្រើម៉ែប្រើឪដែរណឥឡូវគិតអាម៉េចទៅញោមគិតអាម៉េចទៅមិនតន់ម៉ែឪនៅរស់រកពេលឲ្យហើយទៅហើយធ្វើបន់ដោយគេអញ្ចឹងមួយទៅណាញោមណាប្រយ័ត្នតែគាត់ដួលព្រោះហើយបាននាំបងប្អូនទៅស្មាទោសខ្មោចអត់ប្រយោជន៍ទេតែរុនជើងពុកឲ្យស្គាល់ខ្ញុំទេពុកឲ្យខ្ញុំសុំទោសម៉ែខ្ញុំសុំទោសអត់ស្ដីរយើងទេនៅធ្វើមុខយីចេះអាចារ្យខ្ជាប់កណាត់លើកដាក់មកឈូសភ្លុចអត់ស្ដីរយើងទេអញ្ចឹងចង់សុំទោសអីសុំពេលនៅរស់អញ្ចឹងបានប្រកែណាញោមណាចឹងកូនចៅគេធ្វើតំណឹងគេហៅថាចម្រើនបជនដោយជីវិតមហកិច្ចជីវិតមហកម្មមើលញោមមើលឃើញដែរអាហ្នឹងជប់លៀងជីវិតគាត់មានន័យណាស់កូនបានមកថ្វាយអង្គមស្រោចទឹកដូចកើតម្ដងទៀតអញ្ចឹងណាញោមទី2និមន្តព្រះសង្ឃមកចម្រើនព្រះបរិត្តឲ្យគាត់បានត្រៃសរណគមនិងស្ដាប់ព្រះបរិត្តនេះគេហៅថាចម្រើនបជនដោយអាយុវឌ្ឍនកិច្ចអាយុវឌ្ឍនកម្មគឺព្រះបរិត្តជួយថែរក្សាជីវិតគាត់ខ្មោចព្រាយអមនុស្សដែលវាចងពៀជាមួយម៉ែឪយើងវាលែងចងពៀហើយដោយសារយើងខ្លាចជាកូនចៅព្រះដូចជាអាយុវឌ្ឍនកុមារអាយុតែ7ថ្ងៃទៀតសោះត្រូវស្លាប់ប៉ុន្តែឪពុកនិមន្តព្រះសង្ឃមកចម្រើនព្រះប្រសិទ្ធព្រះបរិត្តអមនុស្សដែលវាត្រូវយកហ្នឹងវាលែងយកវាទុកឲ្យក្មេងនឹងរស់បានអាយុ120ណាញោមមើលឃើញដែរអញ្ចឹងខ្មោចព្រាយអមនុស្សណាចងពៀជាមួយម៉ែឪយើងគេដូរចិត្តឲ្យព្រោះយើងបានជូនម៉ែឪយើងឲ្យខ្លាយជាកូនចៅព្រះហើយកាន់សិលហើយណាញោមណាស្ដាប់ព្រះបរិត្តហើយនេះចម្រើនបជនដោយអាយុវឌ្ឍនកិច្ចអាយុវឌ្ឍនកម្មមួយទៀតចម្រើនបជនដោយអនុបទានកិច្ចអនុបទានកម្មគឺធ្វើបន់អបស្ទប់ជាមួយមានន័យថាយើងជួយគេជួយយើងឧបមាឃើញគេលងទឹកយើងជួយស្រង់ឃើញសត្វបាក់ដើមឈើសកត់យើងជួយដកឲ្យគ្នារស់ឃើញសត្វលងទឹកយើងជួយឃើញគេខ្យល់កខ្យល់ចាប់យើងជួយឃើញគេឈឺយើងជួយឃើញគេអត់បាយយើងជួយទៅគេរស់ស្រាប់តែយើងឯណែមានភ័យមានអាសន្នចេះតែមានគេជួយយើងរហូតយើងរស់អានឹងហើយមានន័យថាអនុបទានកិច្ចអនុបទានកម្មជួយគេជួយយើងបានជាក្នុងទីនេះយើងដាំស្លបបរបបៀកភេសជ្ជៈជូនបាយទឹកដល់ញោមញាតិដែលអញ្ជើញមកនឹងឲ្យគេហូបឲ្យគេពិសាទៅឲ្យជីវិតគេរស់បានអានិសង្សមកវិញជីវិតម៉ែឪយើងនៅរស់បានយូរណាញោមណាហើយកូនចៅយើងក៏រស់បានយូរបើដូច្នេះសំណាងហើយសូមជូនពរជូនជ័យកូនចៅបានធ្វើបុណ្យនឹងប្រពៃថ្លៃថ្លាណាស់សូមឲ្យលោកឪពុកអ្នកម្ដាយលោកឪពុកហួតគុជណាអ្នកម្ដាយអត់ហ៊ុនណា
រស់នៅឲ្យបានយូរជាមលុបដល់កូនចៅហើយសូមឲ្យកូនចៅរើទទួលទានមានបានកើតកាលវាលគុំកុំឲ្យស្គាល់ក្រកុំឲ្យស្គាល់លំបាកពពុទ្ធថាគ្រួសារណាដឹងគុណម៉ែឪគ្រួសារនឹងមេត្តាបេតោបដ្ឋាននឹងអេតាមៀងកលមុតតមាំងគ្រួសារនឹងមង្គលដល់ឧត្តមមានសុភមង្គលប្រអិនថ្វាយអង្គមពីលើមកទេវតានឹងថែរក្សាគ្រួសារនឹងរស់នៅបានសុខបានសប្បាយហើយគ្រួសារណាមិនដឹងគុណម៉ែឪទេគ្រួសារនោះក្នុងបារាលោកថាវិនាកូនប្រុសស្រីណាមានទ្រព្យធនធានហើយខ្លួនមិនបានចិញ្ចឹមរក្សាមេត្តាបិតាដែលចាស់ជរាហេតុនោះទៅជានាំឲ្យវិនាអញ្ចឹងម៉ែឪជាព្រះលើផ្ទះបើកូនធ្វើបុណ្យជាមួយព្រះកូននឹងចម្រុងចម្រើនគ្រួសារនឹងមានកូនក៏កូនល្អមានចៅក៏ចៅល្អមានកូនប្រសាចៅប្រសាសិតអាឡល្អមកនៅជាមួយហើយបើយើងមិនសូវដឹងគុណម៉ែឪទេដល់តែមានកូនអាកូនមិនដឹងគុណម៉ែឪនោះមកកើតជាមួយធ្វើឲ្យយើងទឹកភ្នែកទឹកសបោរហូតដល់តែមានកូនប្រសាចៅប្រសាពួកអាវ័យម៉ែក្មេកឪក្មេកមកនៅជាមួយទៅហ្មងគេចាអញ្ចឹងទៅបានថាបើដឹងគុណម៉ែសុខសប្បាយទេវតានឹងថែអាសាចឹងឲ្យសូមឲ្យក្រុមគ្រួសារកូនចៅរស់រានមានជីវិតសុខសប្បាយរហូតឯមេត្តាបិតាដូនតាបាក់បែកចែកឋានទៅសូមឲ្យទទួលកុសលផលបុណ្យសោយសម្បត្តិទឹកតាមប្រាថ្នាទាំងញាតិរបស់ម្ចាស់បុណ្យទាំងញាតិរបស់ភ្ញៀវកិត្តិយសឯអ្នកមកចូលចាប់មគ្គផលទាំងអស់នេះក្តីណាសូមឲ្យទេវតាអនុមោទនាបុណ្យនាំដំណឹងទៅប្រាប់ដល់ញាតិទាំងនោះផងសូមទេវតាជួយថែអាសាការពារញោមទាំងអស់គ្នាទាំងម្ចាស់ទានប្រធានបុណ្យទាំងភ្ញៀវកិត្តិយសទាំងអ្នកភ្លេងទាំងអាចារ្យទាំងដូរតន្ត្រីទាំងសន្និសីទសម្ដាប់ធ្នាប់ទាំងអ្នកតបអ្នកតែងអ្នកលីអ្នកសែងអ្នកចុងភៅចិត្តបន្លែផ្លែឈើអ្នកចូលបុណ្យអ្នកជួយចាត់ចែងខ្វល់ខ្វាយអ្នកដឹកជញ្ជូនយាយដឹកជញ្ជូនតាអ្នករៀបចំសន្និសីទសម្ដាប់ធ្នាប់ឲ្យបានអាយុវែងសុខភាពល្អរកទទួលទានមានបានទាំងអស់គ្នាកុំឲ្យស្គាល់ក្រតោកយ៉ាលំបាកវេទនាកំព្រាកំសត់ព្រាត់ប្រាសកុំឲ្យមានគេចំណែននិន្ទាឈ្នានីគំនុំគុំគុនព្យាបាទបៀតបៀនចាក់ចុចអុចអាលបណ្ដាដុតពលរត់ពុតចាក់ដោតចត់ប្រគួតប្រកាន់មូលប្រកាច់មើលងាយច្មោះលលើឌឺដងឌៀមដាមឃើញផ្ទាល់ផ្ចាញ់ផ្ចាល់អ្វីឡើយទៅទីកន្លែងណាមានដេកជះឈ្នះអស់មា8ផ្លូវសត្រូវ8ទិសញោមញាតមានបំណងប៉ុនប៉ងប្រាថ្នាយ៉ាងណាធ្វើមាត់អិចអុយអុយតែអាត្មាស្ដាប់មិនឮទេនោះសូមឲ្យទឹកដីប្រាថ្នារៀងខ្លួនបានសម្រេចដោយគោលបំណងការសម្ដែងសន្មតចាប់តែប៉ុណ្ណេះឯងអេវ៉ាំង